ចឹងតាបានជានាងដូចជាចម្លាយជាងក្មេងដតេស្ទៀវនិយាយស្ដីមិនសូវមានសិលធម៌តែខ្ញុំមិនប្រកាន់ទេលោកគ្រូមិនបាច់និយាយអីទៀតនោះទេខ្ញុំមិនចង់ដឹងលើអ្វីពីម្ដាយឪពុករបស់ខ្ញុំទៀតឡើយគាត់មានបញ្ហាអ្នកណាក៏គេមានបញ្ហាដូចគ្នាដែរតែគេអាចចិញ្ចឹមបីបាច់ថែរក្សាកូនរបស់គេបានប៉ុន្តែម្ដាយឪពុកខ្ញុំបានទុកឲ្យយាយចិញ្ចឹមខ្ញុំទាំងលំបាកលំបិនកុំចឹងអីណាអាណងយ៉ាងណាក៏គាត់បានខិតខំបង្កើតយើងមកហើយក៏បានផ្ដល់កំណត់ឲ្យយើងបានឃើញពលឺថ្ងៃដូច្នេះគាត់នៅតែមានគុណចំពោះយើងនេះតាំងពីឈប់សម្រាប់ប្រហែលថ្ងៃនោះមកមិនដែលបាត់ដានលេងនៅមហោកង់ដូចមុនសោះអញ្ចឹងតាអញមើលពូនាងទៅថ្ងៃមុនប៉ុណ្ណឹងហើយនៅមិនទាន់រៀងទៀតមិថុនាអញគិតដូចយើងទេអានងដូចជាមិនមែនមនុស្សស្រីអញ្ចឹងមើលចរិតរបស់នាងទៅរឿងលងស្នេហ៍សិស្សកំហូចភាគទី2លុះពេលទៅដល់ហើយមិថុនាបានឃើញសភាពលោកយាយរបស់អានងគេក៏នឹកអាណិតលោកយាយនឹងនាងហើយក៏បានសួរនាំអំពីដំណើរដើមតងរបស់អានងពីដំបូងមកនៅផ្ទះអានងមិនក៏នាងមិនប្រាប់ពីហេតុផលនៃការឈប់រៀនប្រាប់មកនាងលាក់នឹងខ្ញុំធ្វើអីខ្ញុំមិនចង់ប្រាប់លោកគ្រូនោះទេខ្ញុំចង់ដោះស្រាយវាដោយខ្លួនឯងគ្នាបារម្ភពីឯងនឹងណាគ្នាបានប្រាប់ទៅលោកគ្រូពីព្រឹកមិញមុននឹងឯងទៅជួបលោកគ្រូមិនជឿស្មានថាយើងនិយាយលេងទៀតផងតើឪពុកម្ដាយរបស់នាងទៅណាលោកគ្រូកុំសួរពីឪពុកម្ដាយខ្ញុំអីខ្ញុំគ្មានឪពុកម្ដាយនោះទេហើយខ្ញុំក៏មិនចង់នឹកដល់គាត់ដែរនៅពេលដែលអានងឆ្លើយនឹងលោកគ្រូបែបនោះលោកគ្រូក៏បានសួរទៅកាន់លោកយាយរបស់នាងលោកយាយតើឪពុកម្ដាយរបស់នួនអានងគាត់ទៅណាតែគាត់ធ្លាប់មកលេងនាងដែរទេគឺតាំងតែពីនាងនៅតូចមិនទាន់ដឹងអ្វីរហូតដល់នាងធំប៉ុណ្ណឹងនាងមិនដែលបានស្គាល់មុខឪពុកម្ដាយនឹងគេនោះទេហើយក៏មិនដែលស្គាល់ភាពកក់ក្ដៅនឹងគេយ៉ាងម៉េចទើបនាងស្អប់ឪពុកម្ដាយរបស់នាងយាយនេះក៏មិនដឹងថាពេលនេះម្ដាយឪពុករបស់នាងស្លាប់ឬក៏រស់ដែរណាអញ្ចឹងតើបានជានាងដូចជាចម្លាយជាងក្មេងដតេស្ទៀវនិយាយស្ដីមិនសូវមានសិលធម៌តែខ្ញុំមិនប្រកាន់ទេលោកគ្រូមិនបាច់និយាយអីទៀតនោះទេខ្ញុំមិនចង់ដឹងលើអ្វីពីម្ដាយឪពុករបស់ខ្ញុំទៀតឡើយនាងកុំគិតបែបនឹងណានងបើនាងគិតបែបនឹងគឺមិនត្រូវនោះទេយើងមិនដឹងថាគាត់មានបញ្ហាអីឡើយនៅក្នុងជីវិតរបស់គាត់ទើបគាត់ទុកយើងនៅទីនេះគាត់ខំប្រឹងបង្កើតយើងមកហើយណាយ៉ាងណាក៏គាត់មានគុណចំពោះយើងគាត់មានបញ្ហាអ្នកណាក៏គេមានបញ្ហាដូចគ្នាដែរតែគេអាចចិញ្ចឹមបីបាច់ថែរក្សាកូនរបស់គេបានប៉ុន្តែម្ដាយឪពុកខ្ញុំបានទុកឲ្យយាយចិញ្ចឹមខ្ញុំទាំងលំបាកលំបិនកុំចឹងអីណាអាណងយ៉ាងណាក៏គាត់បានខិតខំបង្កើតយើងមកហើយក៏បានផ្ដល់កំណត់ឲ្យយើងបានឃើញពលឺថ្ងៃដូច្នេះគាត់នៅតែមានគុណចំពោះយើងណាពេលនោះអានងបានដើរយំចេញពីពួកគេហើយមិថុនាក៏បាននិយាយនឹងលោកយាយដែលកំពុងតែសម្រានឈឺនៅលើគ្រែក្នុងខ្ទមលោកយាយតើពេលនេះសុខភាពលោកយាយយ៉ាងម៉េចដែរតើលោកយាយទៅប៉ែតទេអាការៈរបស់យាយកាន់តែធ្ងន់ធ្ងរទៅហើយមិនដឹងថារស់នៅជាមួយនឹងអាណងបានយូរប៉ុណ្ណាទៀតនោះទេកុំនិយាយអញ្ចឹងអីបាននងគេលើគេពិតជាពិបាកចិត្តនឹងខូចចិត្តស្លាប់ហើយយើងមិនបាននិយាយលេងទេណានាងពីមយើងមិនដឹងជាត្រូវផ្ញើអាណងនឹងអ្នកណាបើនាងគ្មានញាតិសន្តានផងនឹងមានតែឯងដែលជាមិត្តរបស់នាងខ្ញុំនេះពិតជាគ្មានបានប្រយោជន៍អីបន្តិចសោះជួយអ្វីដល់អាណងក៏មិនបានខ្ញុំពិតជាចង់ឲ្យនាងនៅរៀនបន្តទៀតឲ្យឆាប់ជាមួយគ្នាណាតាមមានវិធីណាទើបអាចឲ្យនាងមិនឈប់រៀនទេបើយាយស្លាប់បាននាងក៏មិនសូវពិបាកដែររាល់ថ្ងៃនាងទៅរៀនក៏មិនដែលចង់តន់គេព្រោះតែយាយនាងធ្វើកិច្ចការសពគ្រប់បែបយ៉ាងនៅមើលថែយាយរកលុយទិញម្ហូបពេលដែលទំនេរពីរៀនអាហារ3ពេលដែលនាងជាអ្នករកនាងពិបាកដោយសារតែយាយច្រើនណាស់កុំគិតបែបនឹងអីលោកយាយនាងធ្វើបែបនេះក៏ព្រោះតែចង់ឲ្យលោកយាយនៅជាមួយនាងបើលោកយាយចាក់ចេញទៅនាងខំប្រឹងដើម្បីអ្នកណាទៀតលោកគ្រូគិតធ្វើយ៉ាងម៉េចទេដើម្បីជួយនាងឲ្យបានទៅរៀនបន្តនោះ
អានងជាក្មេងស្រីម្នាក់ដែលធំធាត់មកមិនដែលមានអ្នកណាជួយនៅពេលដែលនាងលំបាកនោះឡើយនាងក៏មិនចូលចិត្តបញ្ចេញភាពទន់ខ្សោយរបស់នាងដើម្បីឲ្យអ្នកណាអាណិតនិងជួយនាងនោះដែរអាណងឯងកុំយំអីនេះលោកគ្រូគាត់និយាយត្រូវហើយខ្ញុំដឹងថាឯងនេះខូចចិនយើងមិនត្រូវការឲ្យអ្នកណាមកជួយដល់យើងនោះទេនេះគឺជាទម្លាប់របស់យើងឯងចាំពាក្យស្លាប់បានទេខ្លួនទីប៉ាំងខ្លួននោះអីហើយចុះឯងជួយខ្លួនឯងដោយបញ្ចប់ការសិក្សារបស់ឯងតាមមែនទេរឿងនេះយើងដោះស្រាយដោយខ្លួនឯងទៅប្រាប់លោកគ្រូវិញទេថាយើងមិនត្រូវការជំនួយឯងនោះទេបែបនឹងក៏បានតែឯងត្រូវតែទៅរៀនវិញនេះខ្ញុំមិនមានតែឯងទេណាអាណងពេលដែលទំនេរពីរៀនក៏មកបង្ហោះកង់ជាមួយយើងទៀតមកភាពរឹងមាំរបស់អានងគឺនាងទន់ខ្សោយនិងត្រូវការជំនួយណាស់តែនាងមិនចូលចិត្តបញ្ចេញនោះទេនៅព្រឹកថ្ងៃបន្ទាប់លោកយាយពិសាបបបន្តិចទេហើយចាំពិសាថ្នាំនេះចាំយាយហូមអាណងទៅរៀនវិញទៅណាយាយជាគ្រាន់ហើយចៅឯងនេះមិនចាំបាច់ឈប់រៀនទេចាំយាយជាស្រួលបុលហើយចាំខ្ញុំទេជំរាបសួរលោកយាយតើលោកយាយបានធូរស្បើយខ្លះហើយនៅចាលើកដៃថ្វាយព្រះចៅខ្ញុំបានធូរស្បើយហើយចង់ឲ្យអាណងនេះគេត្រឡប់ទៅរៀនវិញបានលោកយាយខ្ញុំក៏បំរុងមកប្រាប់នាងដែរឬនៅអាណងទៅរៀនវិញទៅណាចាខ្ញុំដឹងហើយលោកគ្រូមិនចាំបាច់មកទិនខ្ញុំរាល់ថ្ងៃនោះទេខ្ញុំចេះតែមកទិនទៅព្រោះតែនាងជាកូនសិស្សរបស់ខ្ញុំតែខ្ញុំដឹងតួនាទីរបស់ខ្ញុំហើយនេះលោកគ្រូកុំភ័យពេកមើលខ្ញុំនិយាយម៉ាត់ណាស់គឺម៉ាត់ហ្នឹងហើយចៅអើយនិយាយជាមួយគ្រូឯងឲ្យវាស្រួលបួនតិចទៅចៅទោះជាគាត់អាយុបងឯងតិចតួចយ៉ាងណាក្តីក៏គាត់នៅតែជាគ្រូរបស់ឯងដែរណាឃើញទេលោកយាយក៏គិតដូចខ្ញុំដែរបើអញ្ចឹងខ្ញុំលាទៅវិញសិនហើយលោកយាយជម្រាបលាទៅហើយណាក្មួយឆ្លើយលោកគ្រូខ្ញុំលួចបន្ធូរកម្មម៉ូតូខានបានចេញមកឥឡូវហើយមិនចាប់ទៅទេណាមកឲ្យខ្ញុំឆ្លើយទេគ្រូរបស់ឯងគេល្អណាស់ត្បិតតែរៀងក្មេងបន្តិចមែនឯងនេះគួរតែនិយាយគោរពគ្រូឯងបន្តិចទៅណាចាខ្ញុំដឹងហើយតែគ្រូនឹងនៅសាលាគាត់រករឿងតែខ្ញុំទេពេលម៉េចយើងដូចជាអៀនថ្នាក់យ៉ាងម៉េចមិនដឹងទេអៀនស្អីអញទេថ្នាក់រៀនរបស់យើងទេសិស្សក្បាលខូចមករៀនវិញហើយមិនទេស្មានតែចាំខ្ញុំទៅហើយទៀតហើយតាអាយ៉ាលោកគ្រូឃើញខ្ញុំមករៀនភ្លាមចង់រករឿងខ្ញុំផ្លែតែម្ដងហើយនេះមានបានតែរករឿងមកពីណាចេះតែនិយាយហើយនួនអាណងនេះនាងមករៀនវិញហើយមិនទេខ្ញុំពិតជាត្រេកអរណាស់ដែលនាងត្រឡប់មករៀនវិញចាលោកគ្រូខ្ញុំក៏រីករាយដែរដែលបានចូលរៀនម្ដងទៀតមិថុនាឯងឆាប់នាំសិស្សរបស់ឯងចូលរៀនទៅណាឲ្យលឿនទៅនៅឯអង្គអីទៀតដល់ម៉ោងហើយបាញ់ចាញ់ពួកខ្ញុំសុំលាចេះតែថ្នាក់មុនហើយបន្ទាប់ពីដល់ម៉ោងចេញពីរៀននាងពីមបានបបួលអាណងជិះកង់ទៅផ្ទះវិញតែអាណងបានបបួលនាងពីមរំលឹកក្បាច់គុណព្រោះខ្លាចភ្លេចណែពីមតើបង្ហោះកង់លេងនេះតាំងពីឈប់សម្រាប់ប្រហែលថ្ងៃនោះមកមិនដែលបាត់ដាស់លេងនៅបង្ហោះកង់ដូចមុនសោះអញ្ចឹងតាឯងមើលពូនាងទៅថ្ងៃមុនប៉ុណ្ណឹងហើយនៅមិនទាន់រៀងទៀតមិថុនាអញគិតដូចយើងទេអាណងដូចជាមិនមែនមនុស្សស្រីអញ្ចឹងមើលចរិតរបស់នាងទៅយើងដឹងមុនឯងទៅទៀតបើបែបនឹងយើងឆ្ងល់ឯងខ្លាំងណាស់ស្រឡាញ់នាងតាមណាយើងក៏មិនដឹងដែរដឹងត្រឹមតែថាស្រឡាញ់អ្វីដែលនាងធ្វើនាងមានគឺយើងពេញចិត្តស្អីឯងនឹងប៉ុណ្ណឹងហើយនៅស្រឡាញ់នាងទៀតដែរឯងចង់ញុះញង់យើងមិនឲ្យស្រឡាញ់នាងមែនទេហើយចូលឯងរករឿងនាងរាល់ថ្ងៃបែបហ្នឹងឯងគិតយ៉ាងម៉េចទៅលើនាងឯងមើលនាងទៅនាងបង្ហោះទាំងស្លៀកសំពត់បត់ទៅតាមប្រាប់នាងសិនថ្ងៃអាទិត្យបានមកដល់អានងបាននាំនាងពីមបេះម្ជូរបុកអំបិលហូបក្រោមដើមឈើក្បែរផ្ទះនាងអានងពេលម៉ែឯងបុកអំបិលឲ្យក្រហមឆ្អិនបន្តិចទេឲ្យផ្អែមបន្តិចហើយអំបិលហឹរបន្តិចហើយផ្អែមបន្តិចផងទៅញ៉ាំជាមួយនឹងម្ជូរបានឆ្ងាញ់ឯងបេះបានអ្វីមកខ្លះហ្នឹងហ៎បេះមកកាក់ផងស្រួយណាហើយនឹងចេកខ្ចីក្តឹបស្វាយខ្វិតតបែកអំពិលក្រូចថ្លុងល្ហុងកំពីងរាយព្រីងប៉ែន
ចន្ទីគុយសាវម៉ៅព្រៃពូរូងាប់ហើយស្អីឯងហ្នឹងមានមកពីណាច្រើនដល់ម្លឹងនោះបើមិនតាន់ដល់រដូវវាផងនេះគឺមានតែគុយនឹងឯងហើយនឹងក្តឹបស្វាយក៏ពេញរៀងអំពិលហើយនឹងម្កាក់ចេកខ្ចីហើយនឹងខ្វិតក្រូចថ្លុងព្រីងប៉ែនចន្ទីហើយនឹងសាវម៉ៅព្រៃនឹងឯងណាអីក្រៅពីហ្នឹងគឺអត់មានទៀតទេ យើងនិយាយលេងតា អេអ្នកទាំងពីរធ្វើអីរអ៊ូហ្នឹង មកទីថៃសួរនឹងមានបាក់ភ្នែកឬក៏អន់អស់កន្លះអីទេបើថាចង់ហូបក៏ដាចូលមកហូបមកស្អីឯងហ្នឹងរអ៊ូតឯងអូចាគឺពួកខ្ញុំបុកអំបិលម្ទេសហូបហ្នឹងណាលោកគ្រូនាំគ្នាមកហូបជាមួយខ្ញុំទេ បាទហូបហើយចុះនោះយ៉ាងម៉េចដែរចូលរៀនបានមួយសប្តាហ៍ហើយសប្បាយចិត្តវិញហើយនៅ ចាខ្ញុំសប្បាយចិត្តនៅពេលដែលមិនប៉ះនឹងលោកគ្រូមកយ៉ាប់នោះ នាងចង់ថាឲ្យអ្នកណាមុខយ៉ាប់នឹងហាអានុង រកនឹកខ្លួនឯងទេខ្ញុំមិនបាត់ថាចាំឈ្មោះនេះមែនទេលោកគ្រូធីវិនមែនទេអាពីម អាងមានគ្នាផ្លែស្អីគេលឿងមូលហ្នឹងមិនដែលឃើញសោះរសជាតិយ៉ាងម៉េចដែរផ្អែមឬក៏សាប ណែទេនេះមិនមែនជាគ្រូហើយនឹងសិស្សទៀតទេបើនេះចង់ហូបក៏ហូបទេមិនចាំបាច់មកធ្វើជាសួរអីច្រើនទេនេះ មានឯណាខ្ញុំមិនស្គាល់ខ្លាចពុលស្លាប់ខានបានបង្រៀននាងទេ លោកគ្រូអត់ស្គាល់របស់ដែលមានតម្លៃទេផ្លែហ្នឹងកំពុងតែពេញល្បីពេញទីផ្សារណាលោកគ្រូគឺមានតែអ្នកស្រុកស្រែព្រៃចំការដូចជាពួកខ្ញុំនោះទេដែលអាចរកបីបាននោះដោយមិនអស់លុយនោះទេបាននេះមិនស្គាល់ក៏សាហូបមើលទេបើពលស្លាប់ខ្ញុំឲ្យនឹងពីមស្លាប់បាត់យូរហើយបើនេះទៅទិញនៅផ្សារនោះមួយចង្កោមយ៉ាងតិចក៏ 50000 រៀលដែរនេះ ហេបើគេលក់ថ្លៃម្លឹងប្រកាសជាផ្អែមឆ្ងាញ់ហើយសាកមួយសិនឯងធ្វើមុខអីអញ្ចឹងហូស្លាប់ហើយជូរម្លេះ អ្នកក្រុងគ្រាន់តែហូបម្ជូរក៏មិនចេះដែរអត់ចេះជ្រលក់អំបិលទេម្ជូរគឺគេហូបជាមួយអំបិលនេះតែវាឆ្ងាញ់ ពេលនិយាយគ្នារួចក៏បំបែកគ្នា4ខែក្រោយមកក្រឡេកមកមើលម្ដាយរបស់មិថុនានៅទីក្រុងវិញនៅផ្ទះរបស់លោកស្រីភៀប